នេះគឺជាសត្វចម្លែកដែលកាយសាហាវបំផុតនៅក្នុងទេវកថានៅជុំវិញពិភពលោកដែលមនុស្សចំនួនមុនជឿជាក់ថាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ 1. អូមីប៊ូស៊ូ វាមាននៅក្នុងទេវកថារបស់ជប៉ុនដែលមានន័យជាភាសាខ្មែរថាព្រះសង្ឃសមុទ្រវាគឺជាវិញ្ញាណធំមួយដែលមានស្រមោលពណ៌ខ្មៅនិងមានភ្នែកមូលក្រឡង់ធំគឺវាតែងតែលងបន្លាចនិងងើបចេញពីផ្ទៃសមុទ្រដែលកំពុងស្ងប់ស្ងាត់វាតែងតែទាមទារឲ្យនាវិកឬអ្នកបើកបរកប៉ាល់ឬទូកហុចធុងឲ្យវាដើម្បីដួសទឹកសមុទ្រចាក់ចូលទៅក្នុងកប៉ាល់ឬទូកនោះដើម្បីឲ្យលិចចូលទៅក្នុងបាតសមុទ្រនាវិកឬអ្នកបើកទូកដែលមានភាពវៃឆ្លាតគឺពួកគេតែងតែហុចធុងដែលគ្មានបាតឲ្យជានិច្ច 2. XE Score វាមាននៅក្នុងទេវកថារបស់ប្រទេសស្កុតឡែនហើយវាត្រូវបានគេចាត់ទុកថាជាសត្វទឹកដែលមានគ្រោះថ្នាក់បំផុតវាអាចកែប្រែខ្លួនវាឲ្យទៅជាសេះដ៏ស្រស់ស្អាតដើម្បីលួងលោមនិងទាក់ទាញចិត្តមនុស្សឲ្យចូលទៅចិត្តហើយបើសិនជាមាននរណាម្នាក់ជិះលើខ្នងរបស់វាស្បែករបស់វានឹងស្អិតជាប់ហើយអូសជន់រងគ្រោះចូលទៅក្នុងទឹកដើម្បីហែកស៊ីជាអាហារ 3. Cetos វាមាននៅក្នុងទេវកថារបស់ក្រិកវាគឺជាសត្វចម្លែកនៅក្នុងសមុទ្រដ៏ធំសម្បើមវាត្រូវបានបញ្ជូនមកដោយអាទិទេព Poseidon ដើម្បីឲ្យមកដាក់ទោសមនុស្សលោកវាមានរូបរាងដូចជាសត្វល្មូនយក្សឬត្រីបាឡែនដែលគួរឲ្យខ្លាច 4. Qualu Bali វាមាននៅក្នុងទេវកថារបស់ជនជាតិអ៊ីនីតហើយវាមានរូបរាងដូចជាមនុស្សដែលរស់នៅក្រោមផ្ទាំងទឹកកកនៃតំបន់អាតិចវាមានសម្បុរពណ៌បៃតងសក់វែងនិងមានក្រចកដៃវែងហើយវាតែងតែចាប់មនុស្សនិងក្មេងៗដែលដើរលេងនៅតាមមាត់ទឹកដែលចាប់ពួកគេដាក់ចូលទៅក្នុងថង់ធំមួយនៅខាងក្រោយខ្នងរបស់វា 5. Equero វាមាននៅក្នុងរឿងទេវកថារបស់ Shelley ដែលមានន័យថាគឺជាស្បែករបស់អារក្សវាគឺជាសត្វចម្លែកដែលគួរឲ្យខ្លាចមួយប្រភេទដែលមានរូបរាងសំប៉ែតដូចជាស្បែកមួយផ្ទាំងនៅជុំវិញខ្លួនរបស់វាគឺមានក្រញាំដ៏មុតស្រួចនិងនៅចំកណ្ដាលខ្លួនផ្នែកខាងក្រោយមានមាត់មួយសម្រាប់បឺតឈាមមនុស្សនិងសត្វការវាយប្រហាររបស់វាគឺចាប់រុំខ្លួនមនុស្សសត្វហើយអូសចូលទៅក្នុងបាតបឹងដើម្បីបឺតឈាមធ្វើជាអាហារតើអ្នកទាំងអស់គ្នាធ្លាប់ដឹងពីសត្វនៅក្នុងទេវកថានេះដែរឬទេកុំភ្លេច comment ខាងក្រោម follow សម្រាប់វីដេអូក្រោយ